រឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីចុកជាមួយគ្នាពុំដែលឃ្លាតទុនសាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីចុកជាមួយគ្នាប្រយ័ត្នតែមនុស្សអ្នកស្រុករកឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទុនសាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទុនសាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏រស់នៅស៊ីចុកដទៃពីគ្នាក្នុងការដែលបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្មានដោយធ្លាប់បាននៅរួមរយៈជាមួយគ្នាអស់កាលដ៏យូរលុះយូរទៅក្របីទាំងពីរក៏ភ្លេចគ្នាទៅវិញទៅមកទុនសាយបានដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកនាដល់គ្នានោះហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែបងក្របីព្រៃខ្ញុំបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែដៃគូនិងជួលលបងរត់គ្នាក្របីព្រៃឮដូច្នោះខឹងណាស់និយាយថាយើបងទុនសាយក្រមេឃលើដីមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតក្អេងក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំនោះចូលបងឯងទៅហៅវាមកយើងនឹងជុលប្រឡងរត់គ្នាទុនសាយក៏ទៅប្រាប់ក្របីស្រុកថាណែបងក្របីស្រុកក្របីព្រៃខឹងនឹងបងឯងខ្លាំងណាស់គេថាឲ្យបងឯងទៅជួបនឹងជុលប្រឡងរត់គ្នាម្ដងឲ្យអស់ដៃទុនសាយឡើងជិះលើខ្នងក្របីស្រុកជូនដំណើរឲ្យទៅជួបនឹងក្របីព្រៃលុះទៅដល់ភ្លាមក្របីព្រៃក៏ស្ទុះមកក្រវាត់ក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់រយៈពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏បែកចេញចាក់គ្នាមួយនៅស្រុកមួយទៅនៅព្រៃទៅលែងជួបគ្នាតាំងពីពេលនោះមករហូតដល់សព្វថ្ងៃនេះ